ចាជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះថាដំសុខឹមនេះខ្ញុំនឹងមកនិយាយអំពីកម្មវិធីមួយគឺឈ្មោះថា iCloud ចំពោះកម្មវិធីនេះគឺជាសេវាកម្មផ្ទុកទិន្នន័យលើអ៊ីនធឺណិតមួយដែលនិយាយឲ្យស្រួលស្ដាប់ជាកន្លែងសម្រាប់រក្សាទុកនឹងទិន្នន័យរបស់យើងជាច្រើនផងដែរកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ setting ចាហើយចាំមកយើងចុចទៅលើ Apple ID របស់យើងទៅហើយយើងអូស scroll ចុះមកក្រោមយើងក៏ឃើញពាក្យថា iCloud ចាតាមមកយើងក៏ចុចចូលនេះតាមហ្នឹងទៅអធិស្ឋានដោយសារទូរស័ព្ទរបស់ខ្ញុំគឺជា iPhone 7 Plus ចឹងហើយបើសិនជាមានខុសកម្មវិធីណាខុសគ្នាពី Apple អីផ្សេងខ្ញុំសូមអធិស្ឋានហើយកម្មវិធីទាំងអស់នេះសុទ្ធតែអាចភ្ជាប់ទៅលើ iCloud បានទាំងអស់ដែលកម្មវិធីទាំងអស់នេះគឺជាកម្មវិធីដែលអាចផ្ទុកទិន្នន័យ iCloud បានដែលយើងចង់ផ្ទុកទិន្នន័យថាឲ្យ iCloud យើងទុកបានប៉ុណ្ណាយើងគ្រាន់តែចុចបើកបិទវាកន្លែង QQ ហ្នឹងទៅចាវាមានច្រើនកម្មវិធីមែនតើយើងអាចជ្រើសរើសថាមួយណាអាចភ្ជាប់ជាមួយនឹង iCloud បានដែលវាមានអត្ថប្រយោជន៍ដូចជាអាចចូលមើលទិន្នន័យបានពីគ្រប់ឧបករណ៍ Apple ដូចជាទូរស័ព្ទ iPad មេជាដើមវាក៏មាន Backup ដែលជាការបំរុងទុកទិន្នន័យដែលកុំឲ្យបាត់បង់ឬក៏ការចូលទៅកាន់កម្មវិធីអីផ្សេងដោយស្វ័យប្រវត្តិដោយគ្រាន់តែ scan មកហើយទាំងអស់នេះគឺសុទ្ធតែជាកម្មវិធីសំខាន់ដែលយើងអាចភ្ជាប់ទៅនឹង iCloud បានវាមានដូចជា Photo iCloud Drive ក៏មានកម្មវិធី series ជាច្រើនផងដែរហើយចំពោះ photo ខ្ញុំមិនសូវបានប្រើប្រហែលទេ photo យើងអាច delete បានឬក៏ update វាបានសុទ្ធតែជាកម្មវិធីដែលអាច update ឬក៏ delete បានអត់បើសិនជាយើងមិនត្រូវការចាចំពោះ Google Drive គឺនាងខ្ញុំក៏មិនសូវបានជាប្រើប្រហែលដែរមានតែ 13.8 MB តែប៉ុណ្ណោះហើយយើងក៏អាច download ឬក៏ update វាផងដែរទោះបីជា iCloud វាជាកម្មវិធីដែលមានប្រយោជន៍ច្រើនប៉ុន្តែវាក៏មានផលវិបាកផងដែរដោយវាត្រូវបានឥតគិតថ្លៃត្រឹមតែ 5GB តែប៉ុណ្ណោះប៉ុន្តែវាក៏មានការបង់ប្រាក់ទៅលើ memory ធំផងដែរវាក៏ត្រូវចំណាយលុយបន្ថែមដើម្បីទិញទិន្នន័យជាច្រើនផងដែរហើយវាក៏មានគុណវិបត្តិជាច្រើនទៀតនេះការធ្វើវីដេអូមួយនេះ